ចាសួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរគឺខ្ញុំចង់បង្ហាញអំពីការធ្វើបាយសាច់ជ្រូករបស់ខ្ញុំញ៉ាំនៅផ្ទះខ្លួនឯងអញ្ចឹងបាយសាច់ជ្រូកនេះគឺយើងញ៉ាំនៅពេលព្រឹកទេដែលឥឡូវនេះពេលយប់គឺយើងត្រូវការរៀបចំឲ្យហើយដែលមានប្រឡាក់សាច់ហើយនិងការធ្វើជ្រូកដូចគ្នាដែរអញ្ចឹងសម្រាប់ការធ្វើជ្រូករបស់ខ្ញុំនេះគឺមានឆៃថាវមួយជាមួយនឹងការ៉ុតមួយហើយនិងត្រសក់2ផ្លែចំពោះឆៃថាវរបស់ខ្ញុំគឺយើងកាត់ជាពីរដើម្បីហាន់វាស្ដើងដើម្បីពេលយើងញ៉ាំទៅគឺវាទន់ល្អហើយនឹងចំពោះការ៉ុតគឺដូចគ្នាដែរយើងចាត់ដូចឆៃថាវដូចគ្នាគឺចាត់ស្ដើងដូចគ្នាអញ្ចឹងចំពោះជ្រូករបស់ខ្ញុំនេះខ្ញុំគិតថាអត់ធ្វើច្រើនទេប៉ុន្តែពេលចិត្តទៅវាដូចច្រើនគួរសមឥឡូវនេះគឺយើងចិត្តបដាតាមពិតទៅការធ្វើបាយសាច់ជ្រូកនេះគឺយើងអាចធ្វើតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាតែសម្រាប់ខ្ញុំគឺយើងធ្វើធម្មតាញ៉ាំខ្លួនឯងនៅផ្ទះទេអញ្ចឹងបន្ទាប់ពីចិត្តឆៃថាហើយយើងចិត្តក្រូតហើយនឹងត្រសក់ហើយចំពោះការធ្វើជ្រូករបស់ខ្ញុំនេះទៀតគឺយើងអត់បានដាក់ទឹកខ្មេះទេដោយសារយើងធ្វើញ៉ាំខ្លួនឯងហើយយើងអត់ធ្វើភ្លាមញ៉ាំភ្លាមទេយើងធ្វើហើយច្បាច់ទឹកអំបិលហើយយើងដាក់ប៊ីចេងស្ករនៅពេលព្រឹកយើងខ្លះសេវាមួយយប់ហើយគឺពេលព្រឹកយើងអាចញ៉ាំបានធម្មតាចាអញ្ចឹងបន្ទាប់ពីចិត្តឆៃថាវក្រូតហើយឥឡូវនេះដល់វគ្គត្រសក់ហើយសម្រាប់ត្រសក់ដែរគឺយើងអត់ចិត្តស្ដាងដូចក្រូតនិងឆៃថាវទេយើងចិត្តជ្រុងបែបនេះដើម្បីញ៉ាំទៅវានៅចប់ហើយយើងមានខ្ទឹមសហើយនឹងច្របាច់ក្រូចឆ្មាពីចំណិតដែរសម្រាប់ក្រូចឆ្មានេះគឺយើងដាក់តែ2ចំណិតទេដោយសារអ្នកតែខ្ញុំអត់ចូលចិត្តជូរទេអញ្ចឹងដាក់ប៊ីចេងស្ករទឹកត្រីតាមហ្នឹងបន្ទាប់មកគឺយើងច្របល់ចូលគ្នាហើយគឺយើងខ្លះសេក្នុងទូទឹកកកមួយយប់ស្អែកឡើងគឺយើងអាចញ៉ាំបានហើយចាឥឡូវនេះគឺយើងដល់វគ្គធ្វើសាច់ជ្រូកដើម្បីប្រឡាក់ម្ដងគឺសាច់ជ្រូករបស់យើងមានសាច់ជាមួយនឹងឆ្អឹងជំនីជ្រូកផងដែរអញ្ចឹងនៅក្នុងការប្រឡាក់របស់យើងនេះគឺយើងអត់បានដាក់អំបិលទេយើងដាក់ប៊ីចេងស្ករទឹកត្រីជាមួយនឹងទឹកប្រេងខ្យងបន្តិចបន្ទាប់មកគឺយើងច្របល់ចូលគ្នាហើយយើងខ្លះសេនៅក្នុងទូមួយយប់ដូចគ្នាដែរដោយសារតែយើងញ៉ាំពេលព្រឹកអញ្ចឹងយើងប្រឡាក់ពេលយប់ឲ្យដើម្បីឲ្យវាចូលជាតិល្អចាអញ្ចឹងដូចនៅក្នុងរូបនេះគឺធ្វើលឿនឥឡូវនេះមកដល់ពេលព្រឹកហើយគឺយើងដល់វគ្គធ្វើម្ដងឥឡូវនេះគឺយើងដល់វគ្គចៀនពងទាអញ្ចឹងពងទាខ្ញុំចៀនជាមួយនឹងខ្ទឹមហើយនឹងយើងចៀនដើម្បីកាត់វាស្ដើងញ៉ាំជាមួយសាច់ជ្រូកនៅពេលព្រឹកអញ្ចឹងឥឡូវនេះដល់វគ្គដាក់ប្រេងឆាជាមួយនឹងពងទារបស់យើងខ្ញុំចៀនតែម្ដងឯងដោយសារតែវាអត់សូវស្ដើងពេកហើយនឹងអត់សូវក្រាស់ពេកដូចគ្នាយើងចិត្តទៅល្មមចិត្តស្ដើងទៅឥឡូវនេះដល់វគ្គប្រើឲ្យវាអត់តន់ក្រហមទេអញ្ចឹងទៀតនឹងធ្វើម្ដងទៀតដើម្បីវាក្រហមដោយសារខ្ញុំអត់ចេះញ៉ាំពេលវាទន់ហើយនឹងនៅសពេកគឺយើងចូលចិត្តញ៉ាំបែបក្រៀមហើយនឹងក្រហមឥឡូវនេះការពិតទៅវគ្គពងទាគេក៏ចេះធ្វើដែរតែនេះគាត់តែកាត់ចូលគ្នាដើម្បីថតលេងធ្វើខ្លួនឯងលេងទេចាឥឡូវពងទាយើងក្រហមហើយយើងលើកចេញដល់វគ្គចៀនសាច់ជ្រូកម្ដងអញ្ចឹងសាច់ជ្រូករបស់យើងនេះគឺយើងដាក់ប្រេងឆាហើយនៅក្នុងនេះវាអត់ឃើញច្រើនទេដោយសារនេះវាប្រេងខ្ទះវារៀងធំអញ្ចឹងទៅដាក់ប្រេងឆាទៅឃើញវាល្មមអញ្ចឹងយើងចៀនឆ្អឹងជំនីជ្រូកមុនហើយយើងដាក់ឲ្យវាក្រៀមទៅដោយសារខ្ញុំអត់ចេះញ៉ាំពេលដែលវារៀងសពេកអញ្ចឹងតតែក្រៀមដូចនៅក្នុងរូបនេះចាអញ្ចឹងយើងដាក់ឲ្យវាស្រស់ខ្លាំងបន្តិចដើម្បីលើកឡើងឥឡូវនេះគឺដល់វគ្គលើកសាច់ជ្រូកហើយគឺយើងដល់ពេលហាន់ពងទាម្ដងចាពងទានេះគឺយើងហាន់ចំណិតតូចបែបនេះដើម្បីញ៉ាំជាមួយសាច់ជ្រូកហើយនៅក្នុងនេះដែរក៏យើងមានស្វាយទុំដែរដើម្បីញ៉ាំកុំឲ្យវាទ្រាំយើងញ៉ាំពេលព្រឹកក៏អត់អីដែរដូចលាងមាត់ដែរទេដូចជាផ្អែមដែរចាអញ្ចឹងបន្ទាប់ពីយើងហាន់ពងទាហើយគឺយើងដល់វគ្គរៀបចំចានម្ដងចាឥឡូវនេះដល់ពេលញ៉ាំហើយនឹងពេលព្រឹកយើងមើលវីដេអូផងញ៉ាំផងដើម្បីកំសាន្តចាអរគុណ